ស្រាប់តែដល់ពេលដើរទៅអញ្ចឹងនិយាយរឿងគេចាប់ចោលបានម្នាក់ចាប់ចោលបានម្នាក់ស្រាប់តែគេកាត់ដៃកាត់ជើងកាត់ត្រចៀកកាត់ច្រមុះចោលហ្នឹងហើយគេដាក់នៅលើក្បូនដែលតាមទៅឲ្យតាមយថាកម្មចឹងទៅដល់ពេលដែលចោលហ្នឹងដែលមកស្រាប់តែមកជួបជាមួយបទុមរាជជាមួយប្រពន្ធហើយបទុមរាជហ្នឹងអាណិតបងពេកមានចិត្តអាណិតណាដល់ពេលហើយក៏យកមកថែសាជាបាលដើរបាច់ផ្លែឈើផ្លែព្រៃរហូតទៅហើយនិយាយរឿងប្រពន្ធហ្នឹងស្អប់នៅក្នុងកពីថាអាកបតនៅក្នុងកពីបើយើងថាអញ្ចឹងវាពាក្យអសរោះថាមនុស្សពិការដល់ពេលអញ្ចឹងហើយក៏ប្រពន្ធហ្នឹងសូម្បីតែភ្នែកយកភ្នែកមើលមួយដងមិនដែលមើលមកស្អប់ពេកស្អប់ចោលដែលគេកាត់ដៃកាត់ជើងកាត់ច្រមុះកាត់ត្រចៀកហ្នឹងស្រាប់តែយូរទៅថ្ងៃមួយបទុមរាជហ្នឹងចូលទៅព្រៃដើម្បីទៅបាច់ផ្លែឈើរកអាហារអញ្ចឹងទៅស្រាប់តែប្រពន្ធហ្នឹងគាត់ឆ្លាញ់គ្នាជាមួយនាយកបតហ្នឹងទៅណាហើយក៏បានប្រាប់ដីថាបងទៅរកកន្លែងនេះបានផ្លែឈើច្រើននៅចិត្តជ្រួនេះដល់ពេលទៅដល់ចិត្តជ្រួហ្នឹងស្រាប់តែរុញប្តីទៅលាក់ទៅហើយក៏នៅជាមួយអ្នកពិការហ្នឹងទៅដល់ពេលនៅជាមួយអ្នកពិការហ្នឹងទៅគាត់នឹងត្រូវធ្វើកញ្ឆែងមួយទូលប្តីហ្នឹងប្តីពិការហ្នឹងហើយដល់ពេលទូលដល់សុំបាយគេគ្រប់តែហ្នឹងទៅដល់ពេលចឹងទៅស្រាប់តែបទុមរាជមានទៅស្រាប់អីទៅជាមួយដើមឈើទៅជាមួយដើមលវាក្នុងពីថាដើមលវាហើយចេះតែបែកផ្លែលវានឹងស៊ីទៅលើដើមឈើស្រាប់តែមានសត្វទៅសោងវាតែងតែមកស៊ីផ្លែលវានៅកន្លែងហ្នឹងវាឡើងតាមហ្នឹងស៊ីហើយឃើញគាត់តែឃើញហាក់បីដូចជាស្គាល់គ្នាពីកាលណាមកក៏ឲ្យដែលបទុមរាជហ្នឹងឡើងជិះលើខ្នងហើយក៏យកបទុមរាជហ្នឹងមកក្រៅមកដល់ពេលយកបទុមរាជហ្នឹងមកក្រៅមកបទុមរាជហ្នឹងចូលទៅនគរវិញទៅចូលទៅនគរប្របីតានគរបរិណសីចូលទៅត្រូវប្របីតាននឹងលោកសោយជីវិតគាត់ក៏បានបរិជាហ្នឹងក៏បានលើកបទុមរាជហ្នឹងឲ្យសោយរាជទៅក្នុងនគរបរិណសីទៅហើយលោកគិតថាកំសត់ណាជីវិតគាត់កំសត់ណាស់ដូច្នេះដោយសារខ្វះបុណ្យហើយគាត់ខំធ្វើបុណ្យឲ្យគេសាងរោងសម្រាប់តាក់ទាននឹង8ទិសស្រាប់តែដល់ពេលអញ្ចឹងហើយនិយាយរឿងប្រពន្ធដែលទូលប្តីក្បត់នឹងមកពិការនឹងមកទូលមកចូលសុំនៅកន្លែងហ្នឹងចូលសុំបាយសុំអាហារនៅកន្លែងហ្នឹងទទួលពេលហ្នឹងបរិជាលោកចែកដោយផ្ទាល់កុហករបស់ព្រះអង្គដល់ពេលហើយស្រាប់តែឃើញក៏ប៉ុន្តែប្រពន្ធនឹងអត់ស្គាល់សួរទៅសួរមកសពយ៉ាងថាអីសពយ៉ាងអញ្ចឹងទៅហើយក៏បានបរិជានឹងលោកក៏បានប្រាប់ទៅដល់រាជអាមាត្យរឿងសពយ៉ាងរាជអាមាត្យនឹងខឹងទៅមកខឹងថាត្រូវទៅចាត់នាងនឹងកាត់ដៃកាត់ជើងកាត់ត្រចៀកកាត់ច្រមុះចឹងដែរត្រូវទៅចាត់ចឹងទៅបរិជានឹងលោកថាពីមិនរង្វាប់ដោយការចង់ពីអ្នកទាំងឡាយកុំធ្វើអញ្ចឹងអីវាជាហេតុដែលនាំឲ្យយើងមានបាបវាជាហេតុដែលនាំឲ្យយើងមានអកុសលដិតដាមជាប់ក្នុងខ្លួនជាប់នៅក្នុងអារម្មណ៍ទេហើយឲ្យគេទៅតាមផលកម្មពេលវេលារបស់ของគេទៅចុះហ្នឹងគឺខ្ញុំកណាថាលើកឡើងមកនិយាយរឿងអំពីបុណ្យមានន័យថាទោះបីជាយើងចិត្តរបស់យើងវាអត់សូវសប្បាយយ៉ាងណាសូម្បីបរិជាណាប៉ុណ្ណឹងហើយលោកទុកបានហើយចិត្តតម្រាំយើងពាក្យបន្តិចបន្តួចដែលចូលមកតាមទ្វាកាយចូលមកតាមទ្វាវិចារចូលមកតាមទ្វាចិត្តចូលមកក្នុងខ្លួនយើងបាននេះវាមិនមែនគេប្រកែទេវាមិនមែនគេប្រកែទេតែពាក្យសម្ដីរបស់គេចូលមកក្នុងខ្លួនយើងវាមកអំពីយើងវាអន់ដែរវាមកពីយើងមកពីយើងបើសិនជាគេនិយាយអាក្រក់ពីយើងហើយយើងមិនស្ដាប់មិនគិតក៏អាក្រក់នោះក៏មិនបានទៅប៉ះពាល់ខ្លួនយើង ហើយបើសិនជាគេ
ធ្វើអីអាក្រក់មកលើយើងហើយយើងធ្វើតបមិនធ្វើតបទៅលើគេក៏វាអត់មានផលទទួលអីមកលើយើងអញ្ចឹងមានន័យថាសេចក្តីអាក្រក់ទាំងឡាយទាំងពួងយើងត្រូវចេះលះហើយបើសិនជាយើងមិនចេះលះបន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងទេជាហេតុដែលនាំឲ្យយើងញាប់ដោយសេចក្តីអាក្រក់ពេលដែលយើងញាប់ដោយសេចក្តីអាក្រក់ហើយជាហេតុដែលនាំឲ្យយើងคลายទៅជាមនុស្សអាក្រក់មនុស្សអាក្រក់ធ្វើអាក្រក់បានដោយសារតែអ្នកនឹងឯងដាក់អាក្រក់នឹងជុំវិញខ្លួនយើងដាក់អាក្រក់ជុំវិញខ្លួនដូចជាមនុស្សដែលទាញក្បាត់កាប់គេមនុស្សដែលយកកំភ្លើងទៅបាញ់គេមនុស្សដែលយកដុំថ្មគប់គេមនុស្សដែលយកតែកេះដុតផ្ទះខ្លួនឯងឬក៏ដុតគេមនុស្សដែលមានរបស់ចិត្តចាស់ហេតុអីបានមនុស្សហ្នឹងលើកដៃធ្វើអញ្ចឹងទៅកើតមានកំភ្លើងបាញ់គេមានក្បាត់ចាក់គេមានដុំថ្មគប់គេខាងគេជួយជេរបចោគេចាស់ហេតុអីបានជាអ្នកនឹងឯងធ្វើអាក្រក់បានអ្នកនឹងឯងធ្វើអាក្រក់បានដោយសារតែអ្នកនឹងឯងដាក់សេចក្តីអាក្រក់ជុំវិញខ្លួនដោយអ្នកដាក់ក្បាត់ចឹងណាតែខាងគេកាត់ហើយដោយអ្នកដុំថ្មទៅចិត្តចឹងតែខាងគេចោលហើយដោយអ្នកបកែជេរគេចឹងតែខាងគេជេរហើយប្រាវហើយដូចជាអ្នកបកែវាយគេប្រើកម្លាំងបាយតែខាងគេដាក់ដូចជាអ្នកបកែនិយាយដើមគេណាអញ្ចឹងមានន័យថាអ្នកដែលធ្វើអាក្រក់បានដោយសារតែអ្នកហ្នឹងឯងដាក់អាក្រក់ជុំវិញខ្លួនចឹងហើយមិនចឹងទេញោមចឹងទេយើងយកអាក្រក់ដាក់ជុំវិញខ្លួនហើយអញ្ចឹងតែខាងឯងតិចទៅខាងឯងតិចទៅក៏ប៉ុន្តែមនុស្សដែលធ្វើល្អបានដោយសារតែអ្នកហ្នឹងឯងគេដាក់សេចក្តីល្អជុំវិញខ្លួនដាក់សេចក្តីល្អជុំវិញខ្លួនមានកេះខាងគេគាត់ល្អគាត់មិនដល់ផ្ទះគេទេមានកំភ្លើងទៅចិត្តគាត់ល្អខាងគេយ៉ាងណាក៏គាត់មិនបាញ់គេដែរមានកបិតទៅចិត្តទូបីជាគាត់ខាងគេយ៉ាងណាក៏គាត់មិនកាត់គេដែរមានតំបងទៅចិត្តគាត់ខាងគេយ៉ាងណាក៏គាត់មិនវាយគេដែរនឹងដោយសារតែរបស់នេះវានៅចិត្តខ្លួនដូចគ្នាក៏ប៉ុន្តែវាអាស្រ័យទៅលើសន្តានចិត្តរបស់មនុស្សទេអញ្ចឹងមានន័យថាមនុស្សដែលធ្វើល្អបានដោយងាយបានច្រើនដោយសារតែគេដាក់សេចក្តីល្អជុំវិញខ្លួនហើយមនុស្សដែលធ្វើអាក្រក់បានច្រើនឬក៏តិចអាស្រ័យដោយសារតែនៅនឹងឯងដាក់សេចក្តីអាក្រក់ជុំវិញខ្លួនដល់ពេលដាក់អីជុំវិញខ្លួនដល់ពេលគាត់មិនទាន់យកហ្នឹងឯងតាមតន់អីប៉ះហ្នឹងស្អីប៉ះហ្នឹងដូចឬធ្លាប់ជេរគេដល់ពេលខាងគេវាថោកទៅជេរហ្មងបើមិនជេរមិនបានបើមិនជេរមិនបានដូចជាមនុស្សធ្លាប់និយាយតាមគេបើសិនជារៀនតាមរឿងគេនេះបើមិននិយាយតាមគេវាមិនបានហ៎ដូចជាមនុស្សដែលធ្លាប់លើគេបើសិនជាថាឲ្យគេលើតិចវាមិនបានហ៎អានេះមានន័យថាយើងខ្វះធម៌ខន្តីឲ្យមាននៅក្នុងខ្លួនឲ្យមាននៅក្នុងសន្តានខន្តីជាយានជាស្ពានសប្បុរសអ្នកប្រាជ្ញទាំងអស់អាស្រ័យខន្តីទៅសួននិព្វានគ្មានទៅដោយអ្វីទៅដោយខន្តីសេចក្តីអត់ធន់សូមអនុមោទនាចឹងមានន័យថាបុណ្យកុសលដែលអស់លោកលោកស្រីលោកបានចាត់ចែងរៀបចំធ្វើថ្ងៃនេះបានរៀបចំល្អពិសិដ្ឋហើយម្យ៉ាងវិញទៀតគឺថាសម័យដើមបុណ្យបានយកចិត្តទុកដាក់មានសទ្ធាបរិបូរណ៍ប្រកបទៅដោយញាណសម្បយុទ្ធអសង្ខារិកៈហើយប្រកបទៅដោយចេតនាសម្បទាវត្ថុសម្បទាពោជនិយៈបុគ្គលសម្ពុទ្ធលៈសម្បទាមានន័យថាចេតនាបរិបូរណ៍ហើយទេវត្ថុបរិបូរណ៍ហើយបុគ្គលដែលត្រូវជាពុញ្ញខេតបរិបូរណ៍ហើយนั่นคือบุญกุศลបានបរិបូរណ៍ទៅតាមអង្គលីកក្ករានុទានអាចនឹងកកើតទៅជាមហាកុសលសម្រាប់ឧទ្ទិសភាពផលជូនទៅដល់បុព្វការីជនដែលបានស្លាប់ទៅយ៉ាងបរិបូរណ៍សូមអនុមោទនាតាមការសម្ដែងធម៌ទេសនារយៈកាល1ម៉ោងនៅវេលាគ្រានេះក៏ដល់ពេលវេលានឹងចប់ហើយមុននឹងបញ្ចប់ក៏សូមបូករួមនៅបុណ្យកុសលនៃការអំពីពិធីបុណ្យខួបគម្រប់100ថ្ងៃនៅក្នុងពេលនេះដោយអំណាចបុណ្យកុសលនៃការអំពីសិលដោយអំណាចបុណ្យកុសលនៃការអំពីទានដោយអំណាចបុណ្យកុសលនៃការអំពីភាវនា
ដោយអំណាចបុណ្យកុសលនៃការអំពីអភិសទានធម្មទានបុណ្យកុសលនៃការឡើងដោយសារអចិន្ត្រកិច្ចនៅក្នុងឱកាសពេលនេះសូមឧទ្ទិសមេផលជូនទៅដល់វិញ្ញាណក្ខន្ធសពរបស់លោកយាយឧបាសិកាតោសុនដែលបានទទួលអនិច្ចធម៌ទៅអស់រយៈកាល100ថ្ងៃសូមឲ្យលោកយាយឧបាសិកាតោសុនអនុមោទនាភាពផលកុសលទាំងឡាយទាំងពួងហើយទៅបដិសន្ធិនៅឧត្តមឋានមានឋានទេវតានិងឋានមនុស្សជាដើមបុណ្យកុសលថ្ងៃនេះទៀតសោតបុណ្យកុសលនៃការទាំងពីរធម្មទាននាវេលាពេលនេះសូមប្រគេនដល់ព្រះអង្គគ្រូបច្ចាធិការវត្តគិរីកោះវាំងបច្ចាធិការវត្តសំពោព្រមទាំងអង្គផលតិរោទេពសុផានីដែលនិមន្តមកតាំងពីពេញហើយយប់ហ្នឹងសង្ឃីគូទៅផ្ទះសំណាក់នៅកន្លែងនៅហ្នឹងហើយមិនមុនទៅនៅសង្ឃហ្នឹងហើយកន្លែងអត់លក់សង្ឃលក់ទេគេធ្វើភោគទៅប្រាជ្ញទៅភ្លេងពិនពៀតទៅញាតិញោមបុកស្លាបុកអីទៀតហ្នឹងគឺលក់ទេค่ะហើយទៅមកហ្នឹងត្រូវឈឺទៀតព្រោះមកទៀតណាឲ្យសូមប្រគេនបុណ្យកុសលដល់គណៈគ្រប់អង្គជូនបុណ្យកុសលដល់ម្ចាស់បុណ្យដល់ឯកឧត្តមលោកជំទាវអស់លោកលោកស្រីទាំងអស់សូមឲ្យទទួលបាននៅអ្នកផលកុសលបបោសូមឲ្យបានសម្រេចធម៌ណាមួយតាមឧបនិស្ស័យដែលចាស់ខ្លាហើយសូមឲ្យរួចចាក់ទុកទីចុងបញ្ចប់នៃជាតិសូមឲ្យដល់ព្រះនិព្វានគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាយ៉ាងសង្ឃពេនសមតាការសម្ដែងធម៌នៅក្នុងវេលាពេលនេះសន្មតតែចប់តែប៉ុណ្ណេះឯងអេវ៉ាំងការទាំងពីរនោះសូមអនុមោទនាក្រាន់តែបានថាទេសនាខ្ញុំព្រះករុណារីករាយក្រៃប៉ុន្តែព្រះអង្គសង្ឃថែព្រះកលៃតែមានអត្តន័យណាđây កំសាន្តអរគុណច្រើនណាស់ព្រះបណ្ណាតែមិនមានឡើយណាអង្គម្ចាស់ព្រះធម៌ទេសនាពេលរួងណាតាមបុត្រទីកាព្រះអូមិនសូវឃើញអ្នកមើលទេគាត់ស្អែកមានអ្នកមើលណាព្រះបណ្ណាទៅបើកហេបសោកស្ដាយពេតអវានព្រះធម៌ញ៉ាំសុទ្ធចរិតឲ្យចេញអាណិតកាត់មេត្តាមានចិត្តអភ័យនឹងសន្តាបានលើតែតសាទនេះនឹងឲ្យអំណាចនៃសន្តិយល់ព្រះធម៌នេះពីរុងណាំខ្ញុំសូមសមាទិរតនត្រ័យទីពឹងរាល់ថ្ងៃយ៉ាងស្មោះច្បាំងដូចជារាមសម័យលើស្រវល់ជាកូនចៅព្រះលោកអនុសាសូមអនុមោទនា
สาธุสาธุพุทเทโยกาลิตาโตสาโตอนาแต่ขยมประกาศนาเพื่ออายักลาคายน้องพระพุทธเจ้ามาจากคนโทกรรมตตังมะมังสมพระพุทธอัตโนโตโลดลขยมประกาศนาสังเกโยกาลิตาโตสาโตอนาแต่ขยมประกาศนาอาจนองพระโตเจียมาจากธรรมโมกรรมตตังมะมังสมพระโตเจียมาจากอัตโนโตโลดลขยมประกาศนาสังเกโย បើក account ថាទៅ channel របស់យើងទៅបើ email នេះរួចបានបោះទៅវាទៅ อาจารย์รอดทายน้องพระสังเทียมาจังสังโอ គុណចាស់វាយសុផានីទេពជាផ្សាំងលេ มาจังอัดนงโตโนบาខ្ញុំប្រកាសណាគំកណាសូមអធិស្ឋានព្រះទោសទីសំណាក់ព្រះគុណអង្គព្រះនិពន្ធគាត់សម្បល់សុខនេះហើយវាយសុខលំការទៅជំរាបជូនដល់លោកបានទៅជាបន្តទេសនារួមជាមួយម្ចាស់ដើមទានដំណើរតាមបុណ្យទេណាបច្ច័យសរុបរួមជាមួយម្ចាស់ដើមទានដំណើរតាមបុណ្យសម្រាប់បរិមាណបច្ច័យ ខាងនេះទៀតថ្លៃដំណឹងមក បងព្រះនិពន្ធ$100 សុផានីបានទីឃើញវិញ បាទកំពូលព្រះអង្គក្នុងព្រះអង្គស្គាល់នឹង នេះមើលក្នុង YouTube បាយពីអង់គ្លេសទៅចេញហ្នឹងនាមអង់គ្លេសដាក់សុផានីទេពវិញនៅក្នុង YouTube ណាទេពណាណាបាននៅយូរហើយ